បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនខ្លះក៏ធ្លាប់ឃើញគេផុសតាម Facebook អំពីផ្សិតខ្មៅបាទផ្សិតខ្មៅនោះគឺផ្សិតដែលមានតម្លៃបំផុតនៅក្នុងស្រុកខ្មែរយើងបាទ1គីឡូ50,000 60,000ប៉ុន្តែឥឡូវរឿងធ្លាក់តម្លៃមកនៅ30-40,000អីទេអញ្ចឹងអ្នកខ្លះឃើញធ្លាប់ឃើញគេផុសតែអត់ដែលឃើញដើមវាយ៉ាងម៉េចឥឡូវខ្ញុំសូមចែកម្លែកថាបងប្អូនឲ្យបងប្អូនបានដឹងថាដើមផ្សិតខ្មៅវាយ៉ាងម៉េចរូបរាងបាទនេះបងប្អូននេះផ្សិតខ្មៅឥឡូវវាដុះនៅលើថ្មនេះបាទនេះដើមវាអញ្ចេះបាទដើមវាទាំងខ្មៅរួញចេះមួយទៀតនេះបងប្អូននេះវាដុះអញ្ចេះនេះឃើញកាមេរ៉ាអត់សូវច្បាស់បាទនេះគឺផ្សិតខ្មៅបងប្អូននេះបាទហើយវាដុះច្រើននៅដំបូកនេះប៉ុន្តែវាអត់មានមើមផ្សិតទេដោយសារតែវាភ្លៀងខ្លាំងទៅវាលលួយនេះវាដុះតាមដំបូកចេះបាទនេះវាដុះជុំវិញដំបូកចេះណាបាទប៉ុន្តែដោយសារភ្លៀងមកវាលលួយនេះខ្ញុំឲ្យមើលម្ដងទៀតនេះដើមនេះធំដើមផ្សិតខ្មៅនេះធំបាទអញ្ចឹងនេះបើសិនជាគុំភ្លៀងត្រូវមានមើមច្រើនណាផ្សិតនេះប៉ុន្តែវាភ្លៀងជក់ជាមរាល់ថ្ងៃពេកទៅវាអត់មានទេបាទអញ្ចឹងបងប្អូនខ្លះក៏ធ្លាប់ឃើញតែមើមវាខ្មៅប្រពន្ធមីជើងធំខ្លះខ្មៅរលោងតែឥឡូវនេះខ្ញុំសូមបង្ហាញអំពីដើមរបស់វាបាទនេះដើមរបស់វាបាទមានតែប៉ុណ្ណេះបងប្អូនបាទអរគុណ